អូខេតោះយើងមកមើលពីវិធីសាស្ត្រគេផ្គុំរូបនេះដូចចានមួយនេះគឺវាបែកអញ្ចឹងគេចងផ្គុំវាឲ្យទៅជាចានដែលស្អាតបែបនេះអញ្ចឹងវិធីសាស្ត្រងាយគេប្រើ tool មួយចំនួននៅក្នុង Photoshop អញ្ចឹងមានដូចជា laser tool ដើម្បីយកមក select ជុំវិញចានដែលបែកហ្នឹង tool មួយទៀតឈ្មោះថា remove tool អញ្ចឹងចុងក្រោយយើងគ្រាន់តែចុច Ctrl D ដើម្បីដោះ select ទៅអូខេតោះអញ្ចឹងកុំឲ្យខាតពេកយើងចាប់ផ្ដើមអនុវត្តធ្វើទាំងអស់គ្នានេះអញ្ចឹងយើងទាញរូបចូលដាក់ក្នុង Photoshop បែបហ្នឹងមកអូខេបន្ទាប់មកទៀតយើងប្រើ laser tool យកមកគូសជុំវិញចានដែលបែកបែបហ្នឹងមកណាបន្ទាប់មកទៀតយើងយក remove tool យកមកគូសពីលើហ្នឹងមកហើយចុច Ctrl D នេះហើយអញ្ចឹងងាយយើងអាចអនុវត្តធ្វើទាំងអស់គ្នាបានអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងបាយបាយអរគុណច្រើន